đây giờរបៀបយើងស្រេផាលកុំឲ្យវាដាច់ចុះទៅលងវាបងប្អូននេះបងប្អូនណាចេះស្រេអាចមើលបានអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានទីសាសដើម្បីយើងអូសលោកុំឲ្យបាក់ដើមមកគេយើងអត់ពេលខាងក្រោមបងប្អូនដាច់ឆ្ងល់នេះព្រោះប្រាក់គេមានពេលទាំងអស់ទៅចំពោះពួកពេលអូសចុះទៅលងគឺយើងអត់ដាក់ពេលទេបងប្អូននេះបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអូសចុះដំឡូងនៅខាងថ្មពួកយើងស្រុកថ្មពួកយើងបងប្អូននេះខាងក្រោយខ្ញុំមិញនេះគឺជាការដំឡូងហើយមិញអាត្រាក់ធំដែលខ្ញុំរុញការពេលវីដេអូមុនណាយើងរុញប្រៀបស្រែប្រៀបអីបងប្អូនកុំឲ្យខាតពេលយូរយើងមើលពីសកម្មភាពយើងអូសចុះដំឡូងត្រាក់តូចនេះគឺជាត្រាក់របស់ខ្ញុំដែលខ្ញុំអូខ្ញុំថតវីដេអូមុនដែលថាអត់មានមនុស្សបើកវាបើកបោវាក៏យើងអាចអូសបានដែរបងប្អូនព្រោះផាលនេះគឺអូសស្រួលវាចំសំណុំមកវាបងប្អូននេះគឺល្អមែនទែនបញ្ជារឿងល្បឿនអូសគឺធូរមែនទែនបងប្អូនគឺអានេះខ្ញុំមិនចេះតែនិយាយនេះទេចង់និយាយថាផាលបើធ្វើត្រូវគឺអូសស្រួលបងប្អូនស៊ីសងនឹងយើងសេរីផាលដែរបងប្អូននេះមើលចុះដលងបងប្អូនចុះដលងរបស់គេគឺធំមែនទែនបងប្អូននេះធំមែនទែនអាចមួយមកកុំនោះអាច3គីឡូ4គីឡូបងប្អូនមានដល់5គីឡូនោះវាមានតូចមានធំបងប្អូនតែធំភាគច្រើនបងប្អូនឃើញអត់ចំណាមួយនេះចង់1គីឡូនេះបងប្អូនបាទបងប្អូននេះមើលនេះអានេះមួយខាងយក6គីឡូណាបងប្អូននេះគឺធំមែនទែនចុះដលងគឺដលងដែលគេប្រើរបៀបជីអេកូជីអីបងប្អូនជីធម្មជាតិយើងផ្សំគ្នាទៅគឺល្អមែនទែនការលូតលាស់របស់វាគឺល្អអរគុណច្រើនបងប្អូនដែលចូលទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយគាំទ្រវីដេអូរបស់ខ្ញុំម្នាក់មួយផងបងប្អូននេះគឺអត្រាM 95 8540បងប្អូននេះពណ៌ធំគឺវាអូសអត់កើតទេបងប្អូនបានតែពណ៌តូចទេពណ៌តូចគឺយើងអូសចុះកើតណាបងប្អូនធំបានឈូសឆាយដៃប្រៀបស្រែប្រៀបអីបងប្អូនកប់ភ្លឺកប់អីបានបើតូចវាបានខាងអូសចុះឡងកប់រងឯងសម័យពេញនិយមពណ៌តូចសម្រាប់អូសរងអីបងប្អូនដល់ពេលយើងអូសចុះទៅឡងអូសអីទៅវាស្រួលវាចំសំណុំរបស់វាបងប្អូននេះបាទអរគុណច្រើននៅវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងគឺដល់ទីបញ្ចប់ហើយបងប្អូនអរគុណច្រើនជួបគ្នានៅឱកាសក្រោយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអំពីការថតសកម្មភាពរបស់ត្រាក់ទ័រទាំងអស់គ្នានិយាយរួមទៅវីដេអូខ្ញុំគឺចម្រុះដែរប៉ះណាទៅត្រាក់ទ័រទៅប្រើត្រាក់ទ័រទៅខ្លះទៅដាក់តាក់កដោទៅអីបងប្អូនវីដេអូខ្ញុំមានច្រើនឬក៏វីដេអូចាប់ត្រីចាប់អីគឺមានច្រើនបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ